បាទសូមជម្រាបសួរបងប្អូនអរគ្នាបាទសូមស្វាគមន៍មកកាន់កសិដ្ឋានចិញ្ចឹមកង្កែបបាទបន្ទាយមានជ័យបាទបងប្អូនអរគ្នាបាទហ្នឹងហើយបងប្អូនអរគ្នាយើងមកធ្វើការដាក់ចំណីឲ្យកូនកង្កែបរបស់យើងណាបាទហ្នឹងហើយកូនកង្កែបរបស់យើងបាទសុខភាពល្អបាទហើយមកតង់នេះគឺចំនួន 5000 ក្បាលបាទហ្នឹងហើយនិយាយជួរួមទៅកង្កែបបាទគឺខ្ញុំធ្វើនេះគឺធ្វើលក់ខ្លួនឯងខ្លះបាទហើយបោះទៅឲ្យមួយខ្លះបាទហើយខ្ញុំមិនបានរំពឹងថាមួយគេទិញលក់ឲ្យមួយទាំងអស់ទេបាទនឹងបាទនឹងកាប់បាទជាធម្មតាទៅបាទការចំកាប់នេះបាទសុទ្ធតែជាអ្វីដែលយើងគួរតែកុំមើលរំលងបាទមានអ្នកខ្លះគាត់អាចប្រូលុយបានគ្រាន់តែបោកកាប់លក់នៅតាមផ្លូវកែងអីមនុស្សជុំមួយថ្ងៃ100ចក្កៈ50ចក្កៈអីហ្នឹងគាត់អាចចូលចន្លោះពី 1500 ទៅ 2000 ដែរបាទ1500 ទៅ 2000 ដុល្លារដែរណាបាទហើយជួររបេបងរោគច្រើនម៉េះបាទគេមានប្រវត្តិរោហើយបងណាបាទមិនខ្ញុំនិយាយទៅខ្ញុំចេះតែនិយាយទេបាទគេមានប្រវត្តិរោណាបាទនឹងដូចខ្ញុំជាធម្មតាទៅខ្ញុំអ្នកចាំបាទខ្ញុំមិនសូវផ្ដោតទៅលើការបង្ខំដាក់ចំណីឲ្យបានច្រើនទេអត់ទេណាបាទហើយភាគច្រើនមានពេលខ្លះគឺយើងដាក់ចំណីបែបធម្មជាតិបាទជាចំណីដែលយើងអាចរកបានពីស្ទឹងបឹងទន្លេអីហ្នឹងបាទយើងអាចរកបានយើងអាចដាក់វាបានណាបាទពួកហ្នឹងវាស៊ីចំណីបែបធម្មជាតិដែរបាទខ្យងក្តាមអីហ្នឹងសិតតែវាស៊ីទាំងអស់បាទហ្នឹងអូខេបងប្អូនអរគ្នាសម្រាប់ឥឡូវនេះអ្នកដែលទិញកាបយកទៅគឺសិតតែខ្ញុំជួយបរៀនបច្ចេកទេសអីម្ចេះឲ្យអញ្ចឹងណាបាទហើយអ្នកដែលគាត់បានទិញទៅគាត់ចេះច្រើនហើយអ្នកផលិតក៏ច្រើនដែរឆ្នាំនេះគឺខ្ញុំផលិតខ្ទង់10តោនជាងបាទហ្នឹងហើយផលិតដើម្បីលើកទៅឲ្យទីផ្សារបាទយើងលក់កាបបលេចកាតអីចឹងណាបាទហ្នឹងហើយវាមិនច្រើនពេកហើយក៏វាមិនតិចពេកមកល្មមចឹងណាបាទហ្នឹងអូខេបងប្អូនអរគ្នាច្រើនណាបាទច្រើនខំកឹបពបបាទខំណាបាទអូខេបងប្អូនអរគ្នាហើយសម្រាប់វីដេអូហ្នឹងខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងហើយអរគុណច្រើនបាទបងប្អូនអរគ្នាបាទជម្រាបលាបាទ